សម្រាប់វីដេអូនេះយើងនិយាយទាក់ទងជាមួយនឹងការ update tool គឺទាក់ទងជាមួយនឹង tool ផ្សេងៗដែលយើងកំពុងប្រើប្រាស់អញ្ចឹងក្រោយខ្ញុំមាន update ខ្ញុំនឹងតម្លាក់ចូលទៅក្នុង channel Telegram របស់ខ្ញុំអញ្ចឹងជាដំបូងឥឡូវឧទាហរណ៍ថាខ្ញុំមាន file មកជានេះ patch update អញ្ចឹងយើង download វាមកបន្ទាប់មកយើង down ហើយវាចូលមកនេះអញ្ចឹងយើងគ្រាន់តែមកស្ដាំលើវាមកយើង extract here ក៏បាន extract file ក៏បានដោយសារវាមានតែមួយ file ទេតែកុំឲ្យពិបាករកខ្ញុំ extract file ហ្មងទៅវាបង្កើត folder ឲ្យយើងណាអូខេអញ្ចឹងនេះបាន folder មួយ patch update មកអញ្ចឹងយើងនេះមកយើងបើកហើយយើងនេះមកយើង copy វាមកណា copy មកយើងចូលទៅកាន់ tool របស់យើងមក tool ដែលយើងបើកប្រើប្រចាំថ្ងៃហ្នឹងឧទាហរណ៍នេះ tool យើង run អញ្ចឹងយើងគ្រាន់មកស្ដាំហើយយើងយកនេះ open folder open file location មកតែឡើយយើងពិបាកមិនដឹងថាទីតាំង tool យើងនៅណាបើថាយើងដឹងយើងអាចបើកចូលទៅរកខ្លួនឯងបាននៅទីតាំងនេះយើងដាក់ទៅកាន់ទីតាំងហ្នឹងទៅបន្ទាប់មកយើងផាស tool update យើងចូលមកអូខេតែប៉ុណ្្នឹងជាការស្រេចហើយយើងធ្វើការ run មកបើវាចេញយើងយក more info យើងយក run away មកអូខេអញ្ចឹងវាបើកបានហើយអញ្ចឹងនេះគឺជាការ update ទៅកាន់ tool របស់យើងវាអត់មានអីច្រើនទេគឺធម្មតាសាមញ្ញទេដោយសារហើយមកវិញទៀតបើវាចេញអញ្ចេះដោយសារតែខ្ញុំបដូរតាក់ទងជាមួយនឹងឈ្មោះអញ្ចឹងទៅវាអាចធ្វើការ error file path របស់យើងតិចអញ្ចឹងយើងគ្រាន់តែប្រើទៅទីតាំង config setting របស់យើងសារថ្មីម្ដងទៀតមកហើយយើងឈរ folder នឹងឡើងវិញមកអញ្ចឹងអ្វីដែលយើងធ្លាប់ set up ពីមុនវាមកវិញហើយអញ្ចឹងណាអញ្ចឹងយើងចុច save វាសារថ្មីមកដោយសារខ្ញុំដាក់ឈ្មោះវាផ្សេងគឺខ្ញុំរៀបចំឈ្មោះវានៅក្នុងហ្នឹងណាអញ្ចឹងនេះគឺជាការងារត្រួសតាក់ទងជាមួយនឹងការ update tool របស់យើងគឺវាអត់មានអីស្មុគស្មាញច្រើនទេគ្រាន់តែ download ហើយយើង copy ផាសចូលទៅកាន់ folder យើងដែលយើងបើកប្រើហ្នឹង